ភាពអាម៉ាស់និងភាពចលាចលក្នុងជួរកងទ័ពថៃទីហ៊ានជាន់ខ្ពស់ថៃស្រវឹងស្រាប់បាញ់សម្លាប់គ្នាឯងក្នុងបន្ទាយស្លាប់1នាក់និងរងរបួស2នាក់ព័ត៌មានដែលទើបតែបែកធ្លាយបានបង្ហាញឲ្យឃើញពីភាពកំសោយនៃវិន័យនិងការគ្រប់គ្រងផ្ទៃក្នុងរបស់កងទ័ពភូមិន្ទថៃក្រោយមានករណីទាហានថៃចំនួន8នាក់បានធ្វើសកម្មភាពបាញ់ប្រហារលើមិត្តរួមអាវុធរបស់ខ្លួនបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន1នាក់និងរងរបួស2នាក់ហេតុការណ៍ដ៏គួរឲ្យអាម៉ាស់នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី10ខែមករាឆ្នាំ2026មកម្លេះនៅក្នុងជំរំសូរដ្ឋាំភីថានៃកងវរៈសេនីយ៍តូចអភិវឌ្ឍលេខ2ខេត្តនគររាជស៊ីមាទោះបីជាជនដៃដល់ទាំង8នាក់ត្រូវបានប្រឈមមុខនឹងទោសព្រហ្មទណ្ឌនិងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌកងទ័ពក៏ដោយក៏ឧបទ្ទវហេតុនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអសន្តិសុខនិងអស្ថិរភាពដែលកើតមានសូម្បីតែនៅក្នុងជួរកងទ័ពដែលជាកន្លែងគួរតែមានវិន័យតឹងរ៉ឹងបំផុតនេះមិនមែនគ្រាន់តែជាបទល្មើសបុគ្គលនោះទេប៉ុន្តែវាគឺជាបរាជ័យនៃប្រព័ន្ធគ្រប់គ្រងរបស់កងទ័ពថៃទាំងមូលដែលបណ្ដាលឲ្យមានការបង្ហូរឈាមគ្នារវាងទាហាននិងទាហានយ៉ាងអនាធិបតេយ្យបែបនេះ